សួស្តីឥឡូវថ្ងៃនេះខ្ញុំបរៀនអ្នកទាំងអស់គ្នាលេង intro បទបនភូមិឥឡូវដំបូងយើងចាប់ផ្ដើមពីខ្សែទី1ខ្ទង់ទី3ណាយើងកេះវា4ដងតមកខ្សែទី2ខ្ទង់ទី4កេះ4ដងដែរតមកខ្សែទី3ខ្ទង់ទី5កេះ4ដងដែរហើយមកខ្សែទី3ខ្ទង់ទី3ហើយខ្សែទី4ខ្ទង់ទី5តមកខ្សែទី3ខ្ទង់ទី3ហើយមកខ្សែទី3ខ្ទង់ទី5យើងកេះវាត្រាអញ្ចឹង3ដងណាបន្ទាប់មកដល់ពេលលើកទី4យើងកេះឈប់ត្រឹមខ្សែទី3ខ្ទង់ទី5នេះណាឥឡូវខ្ញុំកេះឲ្យមើលណាដល់ពេលលើកទី4យើងកេះឈប់ត្រឹមហ្នឹងឥឡូវខ្ញុំកេះពីដំបូងឲ្យមើលហ្មងណាលើកទី4នេះឈប់ត្រឹមហ្នឹងណាឥឡូវយើងតទៀតណាយើងចាប់ផ្ដើមពីខ្សែទី3ខ្ទង់ទី5ហើយខ្សែទី2ខ្ទង់ទី4តមកខ្សែទី2ខ្ទង់ទី6ហើយខ្សែទី2ខ្ទង់ទី4វិញតមកខ្សែទី2ខ្ទង់ទី6វិញយើងកេះហើយយើងអូសវាឲ្យដល់ខ្សែទី3ណាតមកខ្សែទី1ខ្ទង់ទី3តមកខ្សែទី2ខ្ទង់ទី6ហើយខ្សែទី2ខ្ទង់ទី4ខ្សែទី3ខ្ទង់ទី5ហើយខ្សែទី3ខ្ទង់ទី3បន្ទាប់មកយើងចាប់អាគ័រ CM ណាខ្ញុំលេងម្ដងទៀតអញ្ចឹងឥឡូវយើងតទៀតណាយើងរៀនពីការត្រាំអាគ័រម្ដងនេះខ្ញុំក៏ដាក់កណ្ដាលឲ្យរួចហើយជាងកេះចុះឡើងខ្ទប់ឡើងចុះណាហើយឧទាហរណ៍ដូចជាអាគ័រវានៅតែឯងអញ្ចឹងយើងកេះពេញមានន័យថាយើងកេះម្សាហើយយើងមកកេះម្សាទៀតណាខ្ញុំដាក់គុណនឹង2ហ្នឹងមានន័យថាយើងកេះពេញណាហើយយើងដូរមកអាគ័រថ្មីបើសិនជាអាគ័រវានៅ2ជាប់គ្នាអញ្ចឹងយើងកេះកន្លះមានន័យថាដូចអាគ័រ CM នេះអញ្ចឹងយើងកេះតែម្សាទេបន្ទាប់មកយើងដូរមកអាគ័រ FM យើងកេះដដែលម្សាទៀតហើយបានយើងដូរមកអាគ័រថ្មីណាឥឡូវខ្ញុំកាន់អាគ័រ CM ហើយកេះយឺតឲ្យមើលណាចឡើងខ្ទប់ឡើងចម្សាទៀតចឡើងខ្ទប់ឡើងចបន្ទាប់ពីយើងរៀន solo intro រៀន strum រួចហើយអញ្ចឹងវគ្គនេះយើងរៀនកន្ទុយ solo បន្តិចមុននឹងយើងចូលច្រៀងណាអញ្ចឹងយើងចាប់ផ្ដើមពីខ្សែទី1ខ្ទង់ទី3ហើយខ្សែទី1ខ្ទង់ទី4ហើយខ្សែទី1ខ្ទង់ទី6ហើយមកខ្សែទី1ខ្ទង់ទី3វិញហើយខ្សែទី2ខ្ទង់ទី6តមកខ្សែទី2ខ្ទង់ទី4តមកយើងចាប់អាគ័រ CM ណាយើងរះវាមួយបន្ទាប់មកបានយើងចូលច្រៀងណាខ្ញុំលេងភាសាទៀតបន្ទាប់ពីយើងរៀន solo intro រៀន strum រួចហើយអញ្ចឹងខ្ញុំបរៀនចាប់អាគ័រម្ដងណាព្រោះអ្នកខ្លះប្រហែលជាពិបាកចាប់អាគ័រអញ្ចឹងវាមាន3អាគ័រមាន CM FM និង GM ណា